ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ផ្លែមង្ឃុតត្រូវបានគេប្រសិទ្ធនាមថាជាស្ដេចនៃផ្លែឈើដោយសារវាមានរសជាតិឆ្ងាញ់និងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ជាច្រើនសម្រាប់សុខភាពអត្ថប្រយោជន៍សំខាន់នៃផ្លែមង្ឃុតសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុនៅក្នុងផ្លែមង្ឃុតជួយការពារកោសិកាពីការខូចខាតបន្ថយការរលាកក្នុងរាងកាយនិងជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំពង្រឹងប្រព័ន្ធសុខភាពស្បែកជួយកាត់បន្ថយការរលាកស្បែកការពារស្បែកពីកាំរស្មី UV កាត់បន្ថយមុននិងធ្វើឲ្យស្បែកមានសំណើមភ្លឺថ្លាជាងមុនសម្រួលដល់ប្រព័ន្ធរំលាយអាហារផ្លែមង្ឃុតសម្បូរទៅដោយជាតិសរសៃ Fiber ដែលជួយសម្រួលដល់ការបន្ទោបង់ការពារទល់លាមកនិងទ្រទ្រង់សុខភាពពោះវៀនជួយរៀបចំកម្រិតស្ករក្នុងឈាមសារធាតុចិញ្ចឹមនិងជាតិសរសៃនៅក្នុងផ្លែមង្ឃុតអាចជួយរក្សាកម្រិតស្ករក្នុងឈាមឲ្យមានលំនឹងដែលល្អសម្រាប់អ្នកចង់គ្រប់គ្រងទម្ងន់ឬការពារជំងឺទឹកនោមផ្អែមទ្រទ្រង់សុខភាពបេះដូងសារធាតុរ៉ែដូចជាម៉ូតាស្យូមក្នុងផ្លែមង្ឃុតជួយសម្រួលសម្ពាធឈាមនិងកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងរាងកាយបំបាត់ការរលាកនិងសម្រួលការឈឺចាប់មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរលាកសន្លាក់និងការឈឺចាប់តាមសាច់ដុំផ្សេងសម្រាប់ការទទួលទានគួរញ៉ាំផ្លែមង្ឃុតស្រស់ក្នុងបរិមាណសមល្មមដើម្បីទទួលបានសារធាតុចិញ្ចឹមល្អបំផុត